បាទខ្ញុំបាទសូមជម្រាបសួរពុកម៉ែមីងទាំងអស់គ្នាបាទក្នុងថ្ងៃនេះគឺថ្ងៃទី22បាទចឹងក្នុងថ្ងៃទី22នេះខ្ញុំមានសបិនខ្លីមួយដែរចែកជូនទៅកាន់ពុកម៉ែមីងបាទគឺថាខ្ញុំសបិនថាខ្ញុំជិះកង់ពុកម៉ែមីងបាទជិះកង់ដំបូងទៅជិះកង់ម្នាក់ឯងទេប៉ុន្តែដល់ពេលរួចទៅស្រាប់តែលេចចេញនៅគ្រូនៅសាលាខ្ញុំជិះមក4ដូចជា4កង់5កង់ទៀតពុកម៉ែមីងណាខ្ញុំអត់ច្បាស់ទេចំនួនកង់ហ្នឹងពុកម៉ែមីងគាត់ដឹងថាបើច្បាស់ខ្ញុំច្បាស់3នាក់អញ្ចឹងណាពុកម៉ែមីងណាច្បាស់3នាក់4នាក់ទាំងខ្ញុំហ្នឹងហើយជិះយើងជិះទៅផ្លូវគេទៅធ្វើថ្មីអញ្ចឹងណាដល់ពេលអញ្ចឹងទៅជិះដល់ផ្លូវមួយនោះវាដូចគេដាក់ខាន់ដល់ពេលអញ្ចឹងយើងត្រូវលើកកង់ណាបាទយើងត្រូវលើកកង់ពុកម៉ែមីងលើកកង់រំលងលបងដៃគេហ្នឹងបាទគេធ្វើដូចសង្កសីបាំងដើម្បីកុំឲ្យគេជិះឆ្លងហ្នឹងហើយមួយទៀតបាទពេលហ្នឹងក៏មានគ្រូម្នាក់គាត់ពិភាក្សារឿងកង់ខ្ញុំថាកង់ខ្ញុំហ្នឹងទឹកថ្នាំអីមិនដែរទឹកថ្នាំស៊ីមអត់អីអញ្ចឹងណាខ្ញុំថាស៊ីមនឹងអីអញ្ចឹងទៅហើយគ្រូមួយទៀតគាត់និយាយពីរឿងលីបអីរឿងអីអញ្ចឹងទៅបាទគាត់ថាមុខ3ក្រោយ7ខ្ញុំថាអត់ទេមុខ3ក្រោយ9បាទហ្នឹងហើយអញ្ចឹងខ្ញុំមានសបិនប៉ុណ្ណឹងចែកជូនទៅកាន់ពុកម៉ែមីងជូនពរពុកម៉ែមីងហេងទាំងអស់គ្នា